ជំរាបសួរទូរទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្ងៃនេះយើងនឹងស្វែងយល់អំពីនីតិនិងទូនីតិសម្រាប់វត្តអារាមរបស់ប្រទេសកម្ពុជាដែលជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនាវប្បធម៌និងប្រពៃណីនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរដូចតទៅវត្តអារាមគឺជាកន្លែងគោរពបូជាព្រះពុទ្ធសាសនាដែលមាននីតិយ៉ាងសំខាន់ក្នុងជីវិតរស់នៅរបស់ប្រជាជនខ្មែរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នវត្តអារាមមិនមែនត្រឹមតែជាកន្លែងព្រះសង្ឃគង់នៅនោះឡើយនិងប្រជាជនធ្វើបុណ្យប៉ុណ្ណោះទេប៉ុន្តែវត្តអារាមក៏ជាមជ្ឈមណ្ឌលអប់រំចែករំលែកចំណេះដឹងរក្សាវប្បធម៌និងបណ្ដុះស្មារតីសីលធម៌ដល់សង្គមខ្មែរផងដែរនៅក្នុងវិស័យសាសនាវត្តអារាមគឺជាទីកន្លែងដែលព្រះពុទ្ធព្រះសង្ឃនិងសិក្សាព្រះធម៌វិន័យនិងអប់រំសីលធម៌ដល់ពុទ្ធបរិស័ទគ្រប់ចំនួនតែម្ដងហើយប្រជាជនពលរដ្ឋខ្មែរតែងតែទៅវត្តអារាមដើម្បីស្ដាប់ព្រះធម៌ទេសនាសមាធិនិងធ្វើបុណ្យផ្សេងៗដើម្បីលើកកម្ពស់ផ្លូវចិត្តនិងបង្កើនគុណភាពក្នុងការរស់នៅលើសពីនេះទៅទៀតវត្តអារាមក៏ជាមជ្ឈមណ្ឌលអប់រំដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាផងដែរកាលពីសម័យបុរាណមុនពេលមានសាលារៀនទំនើបក្មេងៗជាច្រើនបានចូលរៀនអក្សរសាស្ត្រភាសាខ្មែរនិងចំណេះដឹងមូលដ្ឋាននៅក្នុងវត្តព្រះសង្ឃមាននីតិជាគ្រូបង្រៀនដែលបានចូលរួមយ៉ាងធំធេងក្នុងការលើកកម្ពស់ការអប់រំនិងការអភិរក្សអក្សរសាស្ត្រខ្មែរវត្តអារាមមិនមែនមានតួនាទីសំខាន់ក្នុងការថែរក្សាវប្បធម៌និងប្រពៃណីជាតិតែប៉ុណ្ណោះទេពិធីបុណ្យធំជាច្រើនដូចជាពិធីបុណ្យចូលឆ្នាំខ្មែរពិធីបុណ្យភ្ជុំបិណ្ឌកឋិនទាននិងវិសាខបូជាសុទ្ធតែបានប្រារព្ធធ្វើឡើងនៅក្នុងវត្តអារាមតាមរយៈពិធីនេះប្រជាជនបានបន្តទំនៀមទម្លាប់ប្រពៃណីនិងបង្ហាញពីការគោរពចំពោះបុព្វបុរសនិងព្រះពុទ្ធសាសនាក្រៅពីនេះវត្តអារាមក៏ជាទីកន្លែងដែលបង្កើតសាមគ្គីភាពក្នុងសហគមន៍នៅពេលមានបុណ្យផ្សេងៗឬការងារសាធារណៈប្រជាពលរដ្ឋតែងតែរួមគ្នាចូលរួមរៀបចំបរិច្ចាគនិងធ្វើការងារដោយស្ម័គ្រចិត្តសកម្មភាពទាំងនេះបានជួយពង្រឹងទំនាក់ទំនងរវាងអ្នកភូមិនិងបង្កើតស្មារតីស្រឡាញ់គ្នាទៅវិញទៅមកលើសពីនេះទូនីតិផ្នែកសង្គមនិងសាសនាវត្តអារាមក៏ជាទីកន្លែងអភិរក្សស្នាដៃសិល្បៈនិងស្ថាបត្យកម្មខ្មែរផងដែរវិហារចេតិយរូបចម្លាក់ទាំងគំនូរនិងក្បាច់ក្បូររចនាផ្សេងៗដែលនៅក្នុងវត្តអារាមបានបង្ហាញពីប្រាជ្ញានិងស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរសំណង់ទាំងនេះមិនត្រឹមតែមានតម្លៃខាងសាសនាប៉ុណ្ណោះទេតែថែមទាំងមានតម្លៃផ្នែកប្រវត្តិសាស្ត្រនិងទេសចរណ៍ផងដែរសប្តាហ៍ថ្ងៃនេះវត្តអារាមជាច្រើននៅក្នុងប្រទេសកម្ពុជាបានចូលរួមក្នុងចំណែកសកម្មភាពមនុស្សធម៌ដូចជាការជួយជនក្រីក្រកុមារកំព្រាជនរងគ្រោះដោយគ្រោះមហន្តរាយនិងការផ្សព្វផ្សាយអំពីការអប់រំសុខភាពនិងអភិរក្សបរិស្ថានតួនាទីទាំងនេះបានបង្ហាញថាវត្តអារាមនៅតែជាស្ថាប័នដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍសង្គមកម្ពុជាផងដែរសម្រាប់យុវជនទាំងចំនួនក្រោយការទៅវត្តនិងការចូលរួមក្នុងសកម្មភាពសាសនាមិនត្រឹមតែជួយបណ្ដុះគុណធម៌សីលធម៌ប៉ុណ្ណោះទេថែមទាំងជួយឲ្យពួកគេស្គាល់ពីប្រវត្តិសាស្ត្រវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរផងដែរ
នេះគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការថែរក្សាវប្បធម៌មរតកខ្មែរគឺវត្តអារាមឲ្យបានគង់វង្សជាសេចក្តីបញ្ចប់វត្តអារាមគឺជាបេះដូងនៃសង្គមខ្មែរវាជាទីកន្លែងអប់រំផ្លូវចិត្តបណ្ដុះសីលធម៌ថែរក្សាវប្បធម៌ពង្រឹងសាមគ្គីភាពនិងចូលរួមអភិរក្សសង្គមការចូលរួមថែរក្សាគោរពនិងគាំទ្រវត្តអារាមគឺជាការចូលរួមថែរក្សាមរតកដ៏មានតម្លៃរបស់ជាតិសម្រាប់កូនចៅជំនាន់ក្រោយសូមអរគុណដែលបានទស្សនាវីដេអូនេះប្រសិនបើអ្នកយល់ថាវីដេអូនេះមានសារៈប្រយោជន៍សូមជួយ like share និង subscribe ដើម្បីគាំទ្រ channel យើងខ្ញុំនិងទទួលបានវីដេអូថ្មីៗដែលចែករំលែកចំណេះដឹងជាបន្តបន្ទាប់សូមជូនពរឲ្យលោកអ្នកនិងក្រុមគ្រួសារជួបតែសេចក្តីសុខសុភមង្គលនិងជោគជ័យក្នុងភារកិច្ចការងារសូមអរគុណនិងសូមអរព្រះគុណ